đợt cá là na cái thọp mìn tai xua tha dương ai cái pra đợt cá ai mò ló pra sai với đài ót cứ dương ọt thì tai dương ai cái pi ở đợt cá đầy dương thọp sang cầm hộp nâng bàn thọp mà đá để na cò mình ai đừng pra chi vật đài ót cho đài tai ở vậy để dương ai thưa bán cứ cái pra nơi vậy để chia cầm hộp con pi ở đợt cá một canh bạch bần cá đài ló pra sa hay là na cốt cá đài đi chậm rãi chương mồn chấnตลอดมาវិញវីដេអូនេះសម្រាប់អ្នកដែលចូលចិត្ត content ល្អៗតាក់ទងជាមួយការចែករំលែកក៏ដូចជា motivation អាចចូល follow for more បានហើយចូលទៅដល់សាច់រឿងយើងវិញធម្មតាពេលខ្លះកំហុសដែលយើងបានសាងពីមុនមកគឺដោយសារតែភាពវ័យក្មេងឬមួយក៏កំណត់នឹកខ្ចីដែលយើងអាចនឹងគិតមិនបានជ្រៅជ្រះឬមួយក៏គិតគូរបានល្អិតល្អន់ថាពេលដែលយើងធ្វើទៅតែអាចមានផលប៉ះពាល់ដល់ថ្ងៃអនាគតនិងបច្ចុប្បន្នកាលរបស់យើងអ្វីខ្លះហើយប៉ះពាល់ដល់អ្នកដទៃដែរអត់ពេលខ្លះអារម្មណ៍មួយឆាវដូចគេនិយាយថាក្មេងឈាមរាវអញ្ចឹងគឺតែងតែគិតអីដែលខ្លីៗអត់បានគិតគូរបានវែងឆ្ងាយអញ្ចឹងយើងអត់អាចទាញត្រឡប់ពេលវេលាឲ្យថយក្រោយបានទេតែយើងអាចចាប់ផ្ដើមមើលទៅលើអ្វីដែលយើងធ្លាប់ធ្វើខុសពីមុនហើយកែប្រែម្ដងបន្តិចម្ដងបន្តិចអាចនិយាយបានថាអាយុកាន់តែច្រើនវ័យកាន់តែច្រើនចិត្តគំនិតក៏កាន់តែគិតគូរបានមកចត់ល្អិតល្អន់ជាងមុនហើយបើសិនជាយើងបើកចិត្តបើកគំនិតយើងឲ្យគិតទៅលើផ្លូវដែលវិជ្ជមាននិងភាពត្រឹមត្រូវនោះបច្ចុប្បន្នកាលនិងអនាគតកាលរបស់យើងក៏នឹងរីកចម្រើននិងមានភាពល្អប្រសើរជាងមុនច្រើនដូចគ្នាអញ្ចឹងហើយចូលរៀនបើកចិត្តខ្លួនឯងឲ្យទទួលយកអ្វីដែលល្អចូលមកក្នុងជីវិតឲ្យបានច្រើនបំផុតតាមដែលអាចធ្វើបានកុំងប់ងល់នៅក្នុងអតីតកាលគិតថាអតីតកាលធ្លាប់ធ្វើខុសហើយក៏បន្តធ្វើខុសដោយមិនមានគិតថាចង់កែប្រែនៅអ្វីដែលធ្លាប់បានសាងកំហុសនឹងឲ្យល្អប្រសើរជាងមុននោះទេអញ្ចឹងវាស្មើនឹងយើងកំពុងតែទាញខ្លួនឯងទៅធ្លាក់នរកហើយពាក្យនេះមិនមែនជាការបដៅហើយក៏មិនមែនជាការអប់រំតែជាការដាស់តឿនហើយក៏ដូចជា inspiration ក៏ដូចជា motivation ផងដែរខ្ញុំចង់លើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាគិតអីដែលរកឲ្យខ្លួនឯងមានភាពល្អប្រសើរកុំទាញខ្លួនឯងទៅទម្លាក់ទឹកណាដោយសារតែមានមនុស្សជាច្រើនដែលសាងកំហុសហើយតែតែគិតថាអត់ដើរបកថយក្រោយតែសួរថាអ្នកទាំងអស់គ្នាដែលសាក់លបងដើរថយក្រោយឬមួយក៏ងាកទៅមើលអតីតកាលដែលយើងធ្លាប់សាងហ្នឹងថាតើយើងបានសាងកំហុសអីគេខ្លះឬមួយក៏យើងបានធ្វើបាបអ្នកណាខ្លះបើសិនជាយើងមិនបានទៅសងអ្វីដែលយើងបានធ្វើទៅកាន់បុគ្គលដែលយើងធ្លាប់សាងកំហុសនឹងទេគួរតែព្យាយាមកែប្រែខ្លួនឯងធ្វើជាមនុស្សដែលល្អឬមួយក៏មានជីវិតដែលប្រសើរទៅនោះក៏វាជារឿងមួយដែលត្រឹមត្រូវដែលយើងគួរធ្វើដែរហើយវីដេអូនេះបើគិតថាល្អក៏យកទុកបើគិតថាមិនល្អទេក៏អររំលងអរគុណ